បាទហើយនេះបាទជាមេឡាយបាទចឹងមេឡាយក៏បាននេះផងដែរបាទជាប្រភេទមេពណ៌រាងខៀវឬក៏អ្នកខ្លះហៅពណ៌ប្រាបាទចឹងសម្រាប់មេមួយក្បាលនេះជាប្រភេទមេជាប់កូនបាទហើយកូនរបស់វាជាប្រភេទកូនឈ្មោលឡាយដូចគ្នាចឹងកូនវានៅខាងនេះតែរាងជាអៀតគ្នាបន្តិចបាទហើយបារបស់វាជាប្រភេទបាប្រាម៉ាន់ទេតែយើងដាក់ជាមួយមេឡាយរៀងរៅជាប្រភេទជាអឺកូនប្រាម៉ាន់តែឡាយជាមួយនឹងផ្លិតឌីជីហើយនៅទន្ទឹមនេះជាប្រភេទកូនប្រាម៉ាន់សុតបាទហើយខាងនេះជាប្រភេទកូនប្រាម៉ាន់សុតតែមិនមែនជាឈាម100ទេយើងចិញ្ចឹមជាមួយបាដែលមានឈាមប្រហែលជា70%ឬក៏80%តែប៉ុណ្្នឹងហើយយកមកបង្កាត់ជាមួយមេធម្មតាបាទហើយនេះជាកូនមេឡាយដែលខ្ញុំបង្ហាញហើយកូននេះផងដែរជាតម្រង់កូនមានផែនស្រស់ស្អាតសម្រាប់បងប្អូនដែលជាអ្នកចិញ្ចឹមត្រូវការយកទៅចិញ្ចឹមបន្តបាទហើយសម្រាប់មេមួយក្បាលនេះដែរជាប្រភេទមេធម្មតាបាទមេលបាយស្រែបាទហើយជាប្រភេទកូនញីបាទកូនពណ៌សហើយមេក៏ពណ៌សដែរហើយក្នុងនោះផងដែរមេមួយក្បាលនេះខ្ញុំក៏បានដាក់បារួចរាល់ដែរបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍អាចតាក់ទងបានបាទអញ្ចឹងតម្លៃធូរថ្លៃមែនទេបាទតម្លៃតែ3លានទេសម្រាប់បងប្អូនអ្នកដែលត្រូវការហើយជាមួយមេមួយក្បាលនេះយកទៅចិញ្ចឹមហើយតម្លៃធូរថ្លៃបាទសម្រាប់ដាក់ចំការឬក៏ងាយស្រួលសម្រាប់បងប្អូនដែលគាត់មានលុយតិចចង់ចិញ្ចឹមបាទហើយយើងក៏អាចថាទៅមុខទៅទៀតមេកើតកូនបានហើយយើងអាចលក់មេឬក៏លក់កូនយើងក៏ចំណេញបានមួយកម្រិតផងដែរបាទហើយនេះបាទបន្ថែមជូនមួយក្បាលនេះទៀតបាទជាប្រភេទកូនបាពណ៌សឈ្មោលបាទហើយកម្ពស់នេះក៏ខ្ពស់ដែរខ្ញុំក៏អត់បានវាស់ដែរអញ្ចឹងផែនអនាគតគឺវាអាចធ្វើបាបានហើយទម្រង់កែងហើយនឹងបង្ហូរលឹងរបស់វាគឺសមសួនអាចធ្វើបាទៅអនាគតបានហើយធ្វើត្បិតតែវាក្មេងមិនបាទកម្ពស់ប្រហាក់ប្រហែលនឹងមេដែលមានកូនបាទអញ្ចឹងមេរបស់វាក៏យើងដាក់បារួចរាល់តែមួយក្បាលនេះហើយនឹងមេរបស់វាតម្លៃរៀងខ្ពស់បន្តិចអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចង់បានខ្ញុំក៏ធ្វើការលក់ដែរបាទនេះជាប្រភេទផែនបាបាទមានផែនស្រស់ស្អាតជាមួយបងប្អូនដែលគាត់ចង់បានយកទៅធ្វើបាអនាគតវាមិនជាបញ្ហាទេបើសិនជាលក់ដាច់ឬក៏មិនដាច់យើងក៏អាចយកវាទៅធ្វើបាប្រចាំក្របានដោយសារកូនគួរមួយក្បាលនេះមិនមែនជាកូនដែលកើតបានៅក្នុងនេះទេយើងទិញចូលមកពីឆ្ងាយដូចគ្នាដែរអញ្ចឹងយើងអាចទុកជន់មេនៅក្នុងក្រនេះក៏បានដែរបាទហើយនេះបាទជាមេរបស់វាបាទអញ្ចឹងមេរបស់វានេះគឺជាប្រភេទផែនស្រស់ស្អាតអីដែរហើយឃើញថាវាស៊ីមកបាទឆ្អែតបាទខាងពោះទឹកនេះបាទមេរបស់វាហើយមេវានេះបញ្ជាក់ជូនយើងក៏ដាក់បារួចរាល់សម្រាប់មេមួយក្បាលនេះបាទអញ្ចឹងទាំងមេទាំងកូនបាទយើងធ្វើការលក់បើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចមើលបានបាទទីទម្រង់រៀងរៅសាច់ឈាមបាទជាប្រភេទមេពណ៌សបាទហើយស្នែងរៀងវែងបន្តិចបាទនេះសូមបង្ហាញជាមួយនឹងមេមួយក្បាលនេះទៀតបាទជាប្រភេទមេឡាយបាទអញ្ចឹងកូនរបស់វាក៏មានដែរខ្ញុំក្រងទុកជាមួយនឹងបាខាងនោះបាទអញ្ចឹងយើងដាក់ឲ្យមានគ្នាដើម្បីឲ្យវាស៊ីបាទកូនរបស់វាជាប្រភេទកូនឈ្មោលហើយមេនេះក៏ផើមធំជាងគេដែរបាទបងប្អូនដែលចាប់អារម្មណ៍បាទចង់បានយកទៅចិញ្ចឹមចង់យកទៅធ្វើពូជបងប្អូនអាចទៅអ្នកតំណមកបានហើយជាមួយខ្ញុំបាទតើឬក៏អាចមកមើលនៅអាស័យដ្ឋានដែលខ្ញុំតែងតែជម្រាបក្នុងភូមិដងរែកឃុំពទាឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យហើយគោនេះក៏ផើមធំអញ្ចឹងបងប្អូនដែលយកទៅគឺងាយស្រួលតែម្ដងគឺគោមានផើមធំក្នុងពោះស្រាច់បាទអញ្ចឹងងាយស្រួលក្នុងការឲ្យស៊ីហើយគោដែលខ្ញុំចិញ្ចឹមសុទ្ធសឹងជាគោស៊ីស្មៅសុទ្ធសាធมันមានប្រើប្រាស់ចំណីអីទេហើយយើងក៏បានប្រើប្រាស់ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺអុតក្តាមបាទហើយក៏មានប្រើប្រាស់ជាមួយនឹងថ្នាំព្យាបាលផ្សេងដើម្បីជួយសម្រួលដល់គោនៅក្នុងក្ររបស់យើងទាំងមូលតែម្ដងកុំឲ្យវាមានបញ្ហាទៅបាទដូចដែលឃើញក្នុងវីដេអូអញ្ចឹងវានៅចំនួនក៏ច្រើនដែរតែបងប្អូនមួយចំនួនធំភាគច្រើនគាត់ស្រឡាញ់តែពណ៌សអញ្ចឹងយើងក៏មានទាំងសទាំងក្រហមបាទទាំងខ្មៅបាទបងប្អូនពេញចិត្តជាមួយនឹងមួយណាបងប្អូនអាចទៅអ្នកតំណងបាន